ដោយឡែកស្រីខួចគឺពិតជាមានទេពកោសល្យពីធម្មជាតិហើយមានភាពក្លាហានក្នុងការបង្ហាញហើយអ្វីដែលបង្ហាញមិនមែនមិនល្អបងពិតជាស្រឡាញ់ស្រីខួចស្រឡាញ់អូនខ្លាំងណាស់ចូលមកជីវិតនងធ្វើអ្វីបើកុំចាក់ចេញបើសម្លាញ់ដល់មានដឹងទេមកថយតែនងអូនព្រែមកទឹកពីសង្គ្រាមឈរវិញថាពេលនេះបងពិតជាឈឺចាប់ណាស់អារម្មណ៍ទុកទឹកភ្នែកលែងជួបប្រឹងរងាប់ចិត្តរត់តែឈឺអូនពីបាត្រង់ខ្លាំងណាស់តើបងនឹងទេបាត់បងមានមេដូចបាត់គ្រប់អ្វីតើទៅអូនត្រូវរស់បែបណាធ្វើយ៉ាងណាទៅបេះដូងប្រមានថ្មីទ្របសាលបងតែបរាជ័យក្រៅពីថ្លៃអូនមិនអាចស្រលាញ់គ្រាប់គិតថានឹងមានថ្ងៃនេះមិនគ្រាប់គិតថាបងនឹងចាក់ចោលអូនកន្លងបងតែងតែធ្វើល្អដាក់អូនស្មោះស្ម័គ្រនឹងអូនមិនដែលធ្វើខុសលើស្នេហ៍សុខបងក៏ចាក់ចេញទៅបានហេតុផលមួយមិនក៏មិនព្រមអូនដែរអូនមិនអងជាសោមីមេប្រាប់បានទេថាមកពីវ័យចូលមកជីវិតនងធ្វើអ្វីបានកុំចាក់ចេញបងសម្លាញ់មានដឹងទេបងធ្វើឲ្យអូនរីករាយមួយពេលថាឈឺចាប់យូរអង្ដែរចូលមកជីវិតនងធ្វើអ្វីបានកុំចាក់ចេញបងសម្លាញ់ដល់មានដឹងទេបងធ្វើឲ្យបេះដូងអូនព្រែមកតិចពីចង់ប្រាប់ចូលវិញថាពេលនេះអូនពិតជាឈឺចាប់ណាស់ចូលមកជីវិតអូនធ្វើអ្វីបើបងគង់តែចាចេញអស្ចារ្យមែនតើរំភើបចិត្តទេរំភើបអរគុណខ្លាំងណាស់សម្រាប់ការអញ្ជើញចូលរួមនៅក្នុង The Voice Kids Cambodia ការបង្ហាញនូវសមត្ថភាពរបស់បងពិតជាធ្វើឲ្យពួកយើងរំភើបហើយមានកម្លាំងចិត្តក្នុងការដែលឃើញបងប្អូនទាំងអស់គ្នាផ្ដល់នូវភាពក្លាហានក្នុងការបង្ហាញនូវសមត្ថភាពរបស់ខ្លួនឯងសម្លេងរបស់បងប្អូនដើម្បីមិញគឺពិតជាល្អមែនតើអស្ចារ្យខ្លាំងណាស់ធ្វើឲ្យបងគូបប៊ូតុងជ្រើសរើសយកបងនៅក្នុងថ្ងៃនេះឲ្យបងស្គាល់ឈ្មោះបន្តិចបានទេខ្ញុំឈ្មោះចាន់ស្រីខួចស្រីខួចមិនបងក៏ហៅស្រីខួចកលៃទៅឃើញពណ៌ខួចអូខេស្រីខួចអាយុប៉ុន្មានហើយអូនខ្ញុំអាយុ12ឆ្នាំអាយុ12ឆ្នាំអាយុ12ឆ្នាំច្រៀងបានល្អយ៉ាងនេះពិតជាគួរឲ្យសរសើរកាលពីបងអាយុ12ឆ្នាំបងគ្មានភាពក្លាហានក្នុងការបង្ហាញនូវសមត្ថភាពហើយបងក៏មិនមានសម្លេងបែបនេះដើម្បីបង្ហាញទៅដល់បងប្អូនទាំងអស់គ្នាដែរដោយឡែកស្រីខួចគឺពិតជាមានទេពកោសល្យពីធម្មជាតិហើយមានភាពក្លាហានក្នុងការបង្ហាញហើយអ្វីដែលបង្ហាញមិនមែនមិនល្អបងពិតជាស្រឡាញ់ស្រីខួចស្រឡាញ់អូនខ្លាំងណាស់ស្រីខួចស្រស់ស្អាតមែនតើហ្មងហើយសលេងពិតជាស្អាតដូចរូបរាងអញ្ចឹងអូយស្អាតខ្លាំងណាស់ហើយទឹកដមសំឡេងអូនចេះបញ្ចូលមនោសញ្ចេតនាបានតាមបទចម្រៀងគឺល្អសឹងតែថាអត់មានអ្វីទាស់តែម្ដងកុំតែលើទៀតហើយបើសិនជាបងចូលទៅក្នុងជីវិតអូនហើយបងមិនចាក់ចេញទេណាបងអត់ចាក់ចេញទេបងនៅជាមួយស្រីខួចបងនឹងថែរក្សាស្រីខួចបង្ហាត់បង្រៀននឹងមើលថែប្អូនឲ្យបានល្អច្រៀងឲ្យបានព្រោះជាងនឹងទៀតតិចនិចការច្រៀងគឺមានច្រើនមែនតើណាចាអរគុណអូនកុំជឿស្រីខួចទេអាសាទៅកោះកុងអត់សូវមានពេលទេអត់សូវមានពេលមើលថែស្រីខួចទេពេលណាដែលបងមិនទៅកោះកុងពេលណាដែលបងត្រូវមើលថែស្រីខួចគឺបងបែងចែកពេលវេលាឲ្យស្រីខួចគ្រប់គ្រាន់មិនបាច់បារម្ភពេលណាបងទៅកោះកុងបងយកស្រីខួចទៅដែរយកទៅមើលទេសភាពឲ្យច្រៀងតាមផ្លូវហើយហាត់ច្រៀងទាំងអស់គ្នាណាបងមានពេលវេលាច្រើនសម្រាប់ការវឹកហាត់ណាស្រីខួចអញ្ចឹងត្រូវតែទុកចិត្តព្រោះបងអត់មានរវល់ដូចបងនីសាទេបងទេកោហាត់រវល់ជាងបងទៀតរវល់ខ្លាំងណារវល់ខ្លាំងមែនតើហ្មងឲ្យបងសុំនិយាយផងបានចាបងសុំជើញបងស្រីខួចចាក្មួយសម្លេងក្មួយល្អជាងព្រោះរូបភាពនិងរូបរាងកាយស្អាតយើងមើលទៅ natural មើលមុខទៅខ្មែរបាទដូចគួរអញ្ចឹងមកពី
ខ្មែរយើងគ្រាន់តែយើងចេញអត្តសញ្ញាណមកគេស្គាល់ថាអូននេះជាខ្មែរអូមានអង្គរវត្តធំមកនៅស្រុកយើងណាដែលពិភពលោកមិនអាចភ្លេចបានទេគឺអង្គរវត្តយើងប៉ុន្តែសេខួយនៅក្នុងថ្ងៃនេះបញ្ចេញសម្លេងមកគឺបរោះគឺពូចាប់អារម្មណ៍ទៅលើសម្លេងហ្នឹងសម្លេងខ្លាំងល្អពូសប្បាយចិត្តនឹងចូលរួមកំដរក្មួយក្នុងការបង្ហាត់បង្រៀនដោយសមោះអស់ពីចិត្តមីងទាំងពីរនាក់គាត់រវល់ច្រើនជាងពូ make up ផងតុបតែងច្រើនណាពូអត់មានអីទេពូស្លៀកពាក់ពុតមកបង្ហាត់ក្មួយដោយពេញចិត្តដោយសប្បាយចិត្តយកចំណេះរបស់ពូហ្នឹង20ជាងឆ្នាំហ្នឹងមកបង្ហាញមកបង្ហាត់ក្មួយដោយភាពសប្បាយចិត្តអញ្ចឹងការដែលយើងមានចំណេះគឺយើងចង់បានភាពស្អាតពេលណាក៏បានដែរសំខាន់យើងមានចំណេះមួយពិតប្រាកដដែលយើងចង់បានពូអាចបង្រៀនក្មួយឲ្យបានល្អបំផុតយកចិត្តទុកដាក់បានបំផុតសម្រាប់នៅអនាគតរបស់ក្មួយតទៅមុខ Yes មែនទេបងមែនបងមានពេលវេលាសម្រាប់គាត់មែនអត់បងចង់ដឹងថាសេខួយហាត់ច្រៀងនឹងប្រហែលឆ្នាំហើយអត់តខ្ញុំរៀនតាមមើលតាម YouTube ហើយខ្ញុំច្រៀងលេងចឹងបានអាចធ្វើឲ្យស្រីខួយមានដងហើយក៏មានការស្រឡាញ់កាន់តែខ្លាំងទៅលើវិស័យចម្រៀងទើបយើងមានអារម្មណ៍ចង់មកប្រឡងចម្រៀងនៅក្នុងថ្ងៃនេះចាឥឡូវដល់ពេលដែលយើងបង្ហាញសមត្ថភាពហើយទទួលបានកៅអីដល់ទៅ3គោះយកស្រីខួយអញ្ចឹងសំខាន់ការសម្រេចចិត្តរបស់បងអូនវិញជ្រើសរើសយកខូចមួយរូបណា